ជំរាបសួរបងប្អូនតាគ្នាថ្ងៃនេះខ្ញុំមកធ្វើប្រចាំខែជូនបងប្អូនដែលគេហៅថាខែមមែនៅក្នុងខែ7តាមក្បួនប៉ាជឺគឺយើងហៅថាខែមមែចំពោះខែមមែគឺចូលនៅក្នុងថ្ងៃទី7ខែ7រហូតដល់ថ្ងៃទី7ខែ8ទើបចាប់ខែមមែផ្លាស់ប្ដូរដល់ខែវោកអញ្ចឹងយើងដឹងថាមមែគឺហាក់ជាមួយនឹងថាសជាមួយនឹងកលជាមួយនឹងមមីអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានឆ្នាំទាំង3ហ្នឹងមានមមីថាសជាមួយនឹងកលគឺល្អនៅក្នុងខែ7ព្រោះដោយសារតែជាសត្វត្រូវគ្នាជាមួយនឹងមមែអញ្ចឹងក៏ចូលរួមត្រេកអរដល់បងប្អូនដែលគាត់មានឆ្នាំទាំង3ហ្នឹងដែលយើងពិបាកនៅក្នុងប្រហែលខែមុនគឺនៅក្នុងខែ7គឺយើងចាប់ដើមធូរស្បើយយីមានរឿងល្អចូលមកហើយបើសិនបងប្អូនដឹងថ្ងៃខែឆ្នាំកណើតច្បាស់មានម៉ោងកាត់អីត្រឹមត្រូវកញ្ញាមកត្រូវការធាតុឈើជាមួយនឹងធាតុដីទៀតគឺកាន់តែល្អប្រសើរសម្រាប់បងប្អូនដែលគាត់មានម៉ោងថ្ងៃខែឆ្នាំកណើតច្បាស់ដឹងថាខ្លួនឯងត្រូវការធាតុអីត្រូវការធាតុឈើឬមកក៏ត្រូវការធាតុដីគឺកាន់តែល្អព្រោះយើងល្អទាំងសត្វល្អទាំងធាតុតែចំណែកបងប្អូនដែលគាត់ផ្លិចម៉ោងថ្ងៃខែឆ្នាំគឺគាត់អត់សូវច្បាស់លាស់ទេមានខ្លះដូចជាម៉ោងកើតថ្ងៃកើតខែកើតគឺបងប្អូនអាចឆាតមកប្រឹក្សាមកខ្ញុំបានអាចរាវរកបានតែបើសិនបងប្អូនផ្លិចអស់ហ្មងចាំតែឆ្នាំទេអញ្ចឹងគឺបងប្អូនអាចតាមដានខ្លួនឯងថាក្នុងខែដែលមានធាតុឈើជាមួយធាតុដីមកតើបងប្អូនល្អឬមិនល្អមានបញ្ហាគេខ្លះនោះយើងនឹងតាមដានដឹងថាខ្លួនឯងត្រូវការធាតុអីហីបងប្អូនអាចស្ដាប់ទៅតាមនឹងបានបើយើងជួបរឿងមិនល្អគឺមានន័យថាយើងអត់ត្រូវការធាតុឈើឬមកក៏អត់ត្រូវការធាតុដីទេតែបើបងប្អូនមានឆ្នាំមមែជួបរឿងល្អបានលៀបបានលុយបានកាក់គឺយើងត្រូវការធាតុឈើនិងដីអញ្ចឹងបងប្អូនរៀនសង្កេតមើលទៅគាត់ថាយ៉ាងណាក៏អ្នកមានឆ្នាំទាំង3ហ្នឹងនៅតែល្អចំពោះខែ7នេះគ្រាន់ថាពេលខ្លះក៏គាត់អាចមានរឿងអីផ្សេងខ្លះកើតឡើងដែរមានបញ្ហាដែលមិនល្អគ្រប់គ្នាទាំងអស់ហើយគ្រាន់ថាបើបងប្អូនដោះស្រាយបានគឺបងប្អូនអាចត្រូវការធាតុឈើនឹងដីតែបើបងប្អូនមានបញ្ហាហើយពិបាកក្នុងការដោះស្រាយអាចធាតុឈើជាមួយនឹងធាតុដីមកឲ្យទោសមួយយើងអញ្ចឹងណាតែយ៉ាងណានៅតែឲ្យអត្តន័យថាល្អរឿងចាស់ទុំការគិតអីផ្សេងដែរអញ្ចឹងនេះគឺខ្ញុំមកបានខ្លីៗទេជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អនៅក្នុងខែ7គ្រប់គ្នាអរគុណច្រើនជម្រាបលាជំរាបសួរបងប្អូនទាំងគ្នាវីដេអូមុនខ្ញុំនិយាយអំពីបងប្អូនដែលគាត់មានឆ្នាំល្អនៅក្នុងខែ7មានថាសមមីជាមួយនឹងកលដែលជាឆ្នាំល្អអញ្ចឹងវីដេអូមួយនេះគឺបន្តដល់បងប្អូនដែលគាត់មានឆ្នាំជូតពីជូតទៅមុនគេមុននឹងនិយាយពីបងប្អូនដែលគាត់មានឆ្នាំជូតគឺចង់មកផ្ដំនឹងជូនបងប្អូនថាវេលាដាក់បញ្ញភូតបំផ្ទុះលៀបគឺចិត្តផុតវេលាណាបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលគាត់អត់ទាន់ដាក់បញ្ញភូតបំផ្ទុះលៀបទេបងប្អូនអាចឆាតមកខ្ញុំបានហើយនៅក្នុងចុងខែ6ដើមខែ7នេះគឺខ្ញុំដល់វគ្គចុះរៀបហុងស៊ុយទៀតហើយគឺបងប្អូនបានបង់ប្រាក់ក្នុងការសាងសង់ផ្ទះថ្មីសាងសង់ពីដើមទីឲ្យគាត់រៀបចំឲ្យត្រូវនឹងក្បួនហុងស៊ុយអញ្ចឹងបងប្អូនទាំងគ្នាដែលគាត់មានគោលបំណងចង់ធ្វើផ្ទះថ្មីបងប្អូនអាចឆាតមកប្រឹក្សាមកខ្ញុំបានដល់វគ្គខ្ញុំចុះគឺបងប្អូនអត់រងចាំយូរទេសម្រាប់បងប្អូនដែលគាត់ចង់រៀបផ្ទះចាស់ដែលបានរស់នៅហើយក៏ខ្ញុំទទួលដែរគឺទទួល25ខែក្រុងមិនថារៀបផ្ទះចាស់ឬមកក៏រៀបផ្ទះថ្មីធ្វើផ្ទះថ្មីរៀបហុងស៊ុយឲ្យត្រូវនឹងក្បួនពីដើមទៅគឺខ្ញុំទទួល25ខែក្រុងបងប្អូនអាចតំណមកខ្ញុំបានណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនថាជាមនុស្សប្រុសឬមួយក៏មនុស្សស្រីមានឆ្នាំជូតនៅក្នុងខែ7ដែលគេហៅថាខែមមែដែលឈានចូលនៅក្នុងថ្ងៃទី7ខែ7រហូតថ្ងៃទី7ខែ8ឆ្នាំ2026គឺគេហៅថាខែមមែអញ្ចឹងយើងដឹងថាជូតហាក់ជាមួយនឹងឆ្លូវហើយឆ្លូវឆុងជាមួយនឹងមមែ 100% អញ្ចឹងអ្នកដែលគាត់មានឆ្នាំជូតគឺឆុង 50% ទៅតាមឆ្លូវដែរសម្រាប់បងប្អូនដែលគាត់មានឆ្នាំជូតគឺបងប្អូនត្រូវមានការប្រុងប្រយ័ត្នព្រោះក្នុងខែ7នេះគឺអាសាឈឺមានបញ្ហាអាសាឈឺថ្កាត់ដែរអញ្ចឹងបងប្អូនត្រូវថែសុខភាពប្រយ័ត្នសុខភាពប៉ុន្តែបងប្អូនក៏មានលៀបសំណាងលុយកាក់ចូលមកដែរហើយក៏ពាក់ព័ន្ធទៅនឹងរឿងទំនួលខុសត្រូវច្រើន
ហើយក៏បងប្អូនមានភាពក្លាហានមានភាពទំនួលខុសត្រូវជាងពីមុនខែមុនដែរគាត់ថាបងប្អូនប្រឹងប្រែងធ្វើកិច្ចការងារហើយហត់នឿយហើយបងប្អូនត្រូវសម្រាកគ្រប់គ្រាន់ញ៉ាំឲ្យគ្រប់គ្រាន់ទៅយើងអត់ឈឺថ្កាត់ព្រោះងាយនឹងឈឺនៅក្នុងខែ7ហ្នឹងណាសម្រាប់បងប្អូនមនុស្សស្រីដែលកើតឆ្នាំជូតគឺបងប្អូនអាចមានឱកាសជួបស្នេហាមានគេស្រឡាញ់ច្រើនមានភាពតាក់ទាញលើកទៅលើរឿងស្នេហាសម្រាប់បងប្អូនដែលជាមនុស្សប្រុសមានឆ្នាំជូតគឺបងប្អូនអាចមានឱកាសឡើងឋានៈតួនាទីការងារបើក្នុងលក្ខខណ្ឌដែលយើងត្រូវការធាតុឈើឬមួយក៏ត្រូវការធាតុដីមិនថាបងប្អូនស្រីឬមួយក៏ប្រុសហើយគឺអាចដូចខ្ញុំនិយាយតែបើសិនបងប្អូនទាំងគ្នាអត់ត្រូវការធាតុឈើឬមួយក៏អត់ត្រូវការធាតុដីទេបងប្អូនក្នុងខែ7នេះអាចជួបបញ្ហាច្រើនហើយពិបាកនឹងការដោះស្រាយដែរពិបាកនឹងការដោះស្រាយគឺមិនងាយនឹងដោះស្រាយបានជួបបញ្ហាគឺស្មុគស្មាញយូរអញ្ចឹងណាតែបើបងប្អូនត្រូវការធាតុឈើឬមួយក៏ដីបងប្អូនមានរឿងមែនតែក៏បានលៀបមកវិញដែរក៏ដោះស្រាយបានងាយអញ្ចឹងថ្ងៃនេះគឺខ្ញុំមានប៉ុណ្្នឹងឯងជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អគ្រប់គ្នានៅក្នុងខែ7អរគុណច្រើនជម្រាបលាជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកបន្តដល់បងប្អូនដែលគាត់មានឆ្នាំឆ្លូវម្ដងនៅក្នុងខែ7ដែលគេហៅថាខែមម៉ែគឺបងប្អូនឆុង 100% មានន័យថាអ្នកទាំងអស់គ្នាអត់សូវល្អចំពោះរឿងការតំណងមួយចាស់ទុំអ្នកធំការគិតគ្រប់បែបយ៉ាងព្រោះឆុងឆ្នាំតកតងទៅនឹងតួខួរក្បាលអញ្ចឹងពាក់ព័ន្ធទៅនឹងការគិតការសម្រេចចិត្តអីគឺបងប្អូនត្រូវព្យាយាមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តអីមួយមុននឹងនិយាយអីចេញនិយាយទៅរាល់សកម្មភាពរបស់យើងការគិតយើងគឺយើងត្រូវប្រុងប្រយ័ត្នព្រោះយើងងាយនឹងប៉ះទង្គិចជាមួយនឹងរឿងចាស់ទុំអញ្ចឹងណាថ្នមពាក្យថ្នមសេរីហើយពាក់ព័ន្ធទៅនឹងរឿងការងារក៏អត់សូវរលូនដែរបើសិនយើងអត់ត្រូវការធាតុឈើនិងអត់ត្រូវការធាតុដីទៀតគឺកាន់តែមានបញ្ហាបើសិនជាបងប្អូនដែលគាត់មានឆ្នាំឆ្លូវតែត្រូវការធាតុឈើឬមកក៏ត្រូវការធាតុដីអានឹងគឺមានរឿងដែរតែគ្រាន់ថាយើងអាចដោះស្រាយបានជួបបញ្ហាដែរតែយើងនៅតែមានលៀបអញ្ចឹងណាគ្រាន់ថាបើសិនបងប្អូនអត់បានប្រយ័ត្នទេខាត់បងក៏ច្រើនតាមនឹងដែរអញ្ចឹងបងប្អូនដឹងថាខ្លួនឯងឆុងហើយទោះបីឆុងហេងក៏ដោយឆុងសយក៏ដោយបងប្អូនត្រូវព្យាយាមប្រយ័ត្នប្រយែងព្រោះនៅពេលដែលយើងដឹងមុនហើយយើងព្យាយាមប្រុងប្រយ័ត្នគឺអត់សូវខាត់បងធ្ងន់ធ្ងរអត់សូវមានរឿងធំទេតែបើបងប្អូនអត់បានប្រយ័ត្នប្រយែងធ្វើការងារអីដែលអត់យកចិត្តទុកដាក់អត់ទំនួលខុសត្រូវអាហ្នឹងគឺបញ្ហាច្រើនអញ្ចឹងបងប្អូនព្យាយាមស្ដាប់ទៅតាមហ្នឹងហើយដឹងថារាសីខ្លួនឯងត្រូវការធាតុអីគេខ្លះគឺយើងនឹងដឹងថាយើងល្អមិនល្អកម្រិតណាមិនល្អកម្រិតណានៅក្នុងខែ7ហើយសម្រាប់បងប្អូនដែលគាត់មានឆ្នាំឆ្លូវមិនថាប្រុសឬមកក៏ស្រីសម្ពាធច្រើនអាសាឈឺក្បាលហើយមានសម្ពាធស្មុគស្មាញគិតច្រើនពេលខ្លះមានរឿងអីសោះក៏ធ្វើឲ្យយើង stress ស្មុគស្មាញដែរអ្នកខ្លះក៏គាត់ជួបរឿងបន្ថែមទៀតអញ្ចឹងតើបងប្អូនព្យាយាមសម្រាលចិត្តខ្លួនឯងព្យាយាមទទួលយករឿងដែលកើតឡើងប៉ុន្តែក៏ព្យាយាមប្រុងប្រយ័ត្នដែរមិនមែនថាបដ ாய் កើតពេញទំហឹងហ្មងទេក៏យើងព្យាយាមប្រុងប្រយ័ត្នយើងចេះប្រយ័ត្នប្រយែងមុនគឺល្អបំផុតអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានឆ្នាំឆ្លូវប្រយ័ត្នទាំងអស់គ្នាទាំងសុខភាពទាំងរឿងការងារចាស់ទុំហើយបើសិនបងប្អូនមានចាស់ទុំក្នុងផ្ទះអាចមានបញ្ហាសុខភាពដូចគ្នាដែរថ្ងៃនេះគឺខ្ញុំមកមានប៉ុណ្្នឹងឯងជូនពរបងប្អូនទាំងអស់គ្នាមិនថាឆ្នាំអីក៏ដោយគឺសូមឲ្យបងប្អូនសំណាងល្អគ្រប់គ្នានៅក្នុងខែ7អរគុណច្រើនជម្រាបលាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបន្តចំពោះបងប្អូនដែលគាត់មានឆ្នាំខាលម្ដងនៅក្នុងខែ7តែមុននឹងបន្តនិយាយពីអ្នកដែលគាត់មានឆ្នាំខាលគឺចង់មកផ្ដំនឹងជូនបងប្អូនថាខ្ញុំគៀកដល់ថ្ងៃចុះរៀបហុងស៊ុយផ្ទះហើយតែជូនបងសេវាក្នុងការរៀបផ្ទះពីដើមទីផ្ទះចាស់ដែលបានរស់នៅហើយក៏ខ្ញុំទទួលរៀបហុងស៊ុយដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានគោលបំណងរៀបហុងស៊ុយផ្ទះឬមួយក៏ចង់ធ្វើផ្ទះពីដើមទីឲ្យត្រូវនឹងហុងស៊ុយបងប្អូនអាចឆាតតំណមកខ្ញុំបានណាព្រោះដល់វគ្គចុះគឺបងប្អូនអត់រងចាំយូរទេអញ្ចឹងខ្ញុំមកបន្តនិយាយដល់បងប្អូនដែលគាត់មានឆ្នាំខាលនៅក្នុងខែ7នេះគឺល្អប្រសើរគួរសមដែរសម្រាប់ឆ្នាំខាលការគិតល្អតកតងទៅនឹងប្រាជ្ញារបស់យើងល្អប្រសើរយើងជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវនៅក្នុងខែ7ហ្នឹងទំនួលខុសត្រូវក៏ច្រើនដែរហើយសម្រាប់បងប្អូនអ្នកធ្វើការមិនថាមនុស្សស្រីឬមួយក៏មនុស្សប្រុសអាចឡើងតួនាទីការងារឬមួយក៏បានការសរសើរផ្សេងពីថ្នាក់លើយើង
ព្រោះដោយសារតែបងប្អូនដឹងឯថាខែមួយម៉ែគឺហាក់ជាមួយនឹងមមីហើយខានឹងមមីក៏កន្លះហាក់ដែរអញ្ចឹងក៏ល្អប្រសើរនៅក្នុងខែ7នេះដូចគ្នាដែរគ្រាន់តែបងប្អូនត្រូវទំនួលខុសត្រូវខ្ពស់អញ្ចឹងណារៀងហត់នឿយបន្តិចតែហត់បានផលជាខែដែលយើងអាចបញ្ចេញសមត្ថភាពសម្រាប់បងប្អូនដែលគាត់នៅរៀនសូត្រគឺមានន័យថាការរៀនសូត្ររបស់យើងល្អប្រសើរយើងមានប្រាជ្ញាការគិតវាងវៃថ្ងៃនេះគឺខ្ញុំមកមានប៉ុណ្ណឹងឯងបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងទាញបានប្រយោជន៍ពីវីដេអូដែលខ្ញុំចេញជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អគ្រប់គ្នានៅក្នុងខែ7អរគុណជម្រាបលា